សួស្តីបងប្អូនអ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្ងៃនេះមករៀងយូរតែហើយដោយសារគ្រូជាប់របបការងារនៅដើរហោអីញ៉ាំឆ្ងាញ់អញ្ចឹងណាបន្ទាប់ពីយើងសិក្សាហត់នៅអស់រយៈពេលជាច្រើនថ្ងៃដល់ថ្ងៃដែលយើងឆ្ងាញ់ម្ដងអញ្ចឹងខ្ញុំមកមើលជាមួយនឹងសារជួយបើថានេះជាការទ្វាមផ្លែមែនប៉ុន្តែខ្ញុំមកមើលរឿងតំណាងឲ្យត្បូងមួយអញ្ចឹងខ្ញុំមើលមុនគេតទៅជាមួយនឹង Aventure អ្នកនរនឹងដឹងណ Green Jack ចានេះគឺ Green Jack មកមិន Aventure ទេចាបងជាងថ្លៃគួរសមណាស់ប៉ុន្តែធ្វើមិនទេគាត់ហៅខ្ញុំហើយខ្ញុំក៏ទិញតែអញ្ចឹងសម្រាប់ក្រុមទី1គឺអ្នកចង់មើលរឿងលុយកាក់អញ្ចឹងសម្រាប់ Smoky Eye ចាសម្រាប់អ្នកដែលមានចំណាអារម្មណ៍គឺក្រុមទី2គឺ Smoky Eye សម្រាប់អ្នកដែលគាត់ដល់ពេលណាចាដល់ពេល transform ដល់ពេលlife ជីវិតយើងម្លែងទៅតាមធម្មជាតិហើយចាអានេះពេកឈ្មោះបារ៉ាបងអើយចាចឹងក្រុមទី3ចាត្បូងប៉ារ៉ាខ្ញុំភ្លេចឈ្មោះជាស្រ័យបងចាបើមិនអង្គុយស្គាល់គ្រប់ត្បូងនេះចាហើយនេះដូចគ្នាដែរអានេះដូចជាមិនមែននេះទេក៏ភ្លេចឈ្មោះដូចគ្នាប៉ុន្តែនេះគឺក្រុមទី4ឈ្មោះហ្នឹងពេលយកហើយហ្នឹងប្លែកឲ្យអ្នកលក់វិញហើយចឹងដល់ពេលចឹងអត់ទៅចាំនេះប៉ុន្តែត្បូងទាំងអស់នេះគឺជាត្បូងថ្មីត្បូងប្លែកដែលខ្ញុំអត់ដែរទិញបានមកលក់ចាអញ្ចឹងទៅខ្ញុំក៏ទិញយកទៅទុកជាអនុស្សាវរីយ៍របស់ខ្លួនឯងចាហើយយើងថតកំងដល់ហោដល់អីចឹងណាចាព្រោះឯនេះយើងថ្លៃដែរចឹងណាកំពុងស្រីស្កេតយកថាបើស្អែកមានពេលហោឆ្លៀតទៅម្ដងទៀតដោយសារមានបងចង់បានដែរចឹងយើងមកមើលជាមួយនឹងក្រុមទី1សម្រាប់អ្នកដែលយកជាមួយនឹង Green Jack តាក់ទងជាមួយនឹងរឿងលុយកាក់ទៅមកមានភាពជឿជាក់មានទំនុកចិត្តហើយព្យាយាមសិក្សាស្វែងយល់រកអ្វីដែលអ្នកទាំងអស់គ្នា grow up ជាខ្លួនអ្នកទាំងអស់គ្នាទៅមុខទៅគឺអ្នកទាំងអស់គ្នានឹងទទួលបានសញ្ញាបច្ចៈអំពីភាព well abundant ភាព wealthy របស់អ្នកទាំងអស់គ្នាហើយចាក្រុមទី2ចា Smoky សម្រាប់អ្នកដែលមាននិស្ស័យជាមួយនឹង Smoky Quartz អីយ៉ូជីវិតរបស់គេកំពុងតែជួបជាមួយនឹងសេចក្តីសុខរស់នៅក្នុងសួនផ្កាដ៏មានក្លិនក្អូបអ្នកនរគ្នាអាចរើសពីមកក្រុមបានអត់បញ្ហាទេចាគ្រួសារអ្នកទាំងអស់គ្នានឹងមានសុភមង្គលចាអារម្មណ៍អ្នកទាំងអស់គ្នានឹង stable និយាយទៅ Smoky Quartz ហ្នឹងគឺខ្ញុំមានតែមិនមូអញ្ចឹងទេអ្នកគ្នាអាចកំងបានចា Green Jack ក៏ខ្ញុំមានដែរតែមិនប្រភេទត្បូងមូអញ្ចឹងណាបងចាបើសិនសួរខ្ញុំថាត្បូងមូអញ្ចឹងមិនអត់ត្បូងធម្មជាតិដូចគ្នាតែអត់ទៅស៊ីនញ៉ាអញ្ចឹងសម្រាប់អ្នកជាបន្តអ្នកដែលនៅគ្រប់នេះគ្រប់បារ៉ាគ្រប់ថ្ងៃហ្នឹងអញនិយាយបានជា stone តំណាងឲ្យព្រះវិស្ណុជាដោយសារថ្ងៃនេះគឺខ្ញុំទៅ Black Temple គឺឃើញ everything bla 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 អញ្ចឹងទៅចឹងអូវីអ្នកដែលគេយកគ្រប់ទី3អ្នកនរគ្នានឹងបានជួប the lover គូពិតប្រាកដរបស់អ្នកទាំងអស់គ្នា twin flame មនុស្សម្នាក់ដែលមក balance នៅក្នុងជីវិតអ្នកទាំងអស់គ្នាហើយគេគឺជា spiritual lover ដែលខ្ញុំហៅថា soul connect ហ្នឹងណាគឺជាគូរបស់អ្នកទាំងអស់គ្នារងចាំមើលសញ្ញាផងមើលឬក៏អ្នកអាចឆែក personal មើលតខ្ញុំនៅហ្នឹង energy full feel ហ្មងថ្ងៃ28ហ្នឹងអ្នកទាំងអស់គ្នាក៏អាចហើយគឺថាមកពោ twin flame ថាមកពោ soul connect គឺ full feel ខ្លាំងមែនតើហ្មងអ្នកនេះក៏ថ្ងៃហ្នឹងឲ្យអាចមើលស្អែកខាងស្អែកចឹងណាប៉ុន្តែក៏ថ្ងៃហ្នឹងយកថាមកពោល្អខ្ញុំធ្វើពិធីសរុបចាព្រោះថ្ងៃហ្នឹងយើងធ្វើពិធីច្រើនផងអីផងអញ្ចឹងណាប៉ុន្តែអ្នកនេះពេលអាចនឹងមកពីខ្ញុំចេះឆ្ងល់ថាមិនក៏ធ្វើឲ្យអីហើយខ្ញុំជឿក្បានតែក៏មិនមែនមកពីពិធីមកពីខ្ញុំឃ្លានចាមកពីខ្ញុំញ៉ាំអត់គ្រប់គ្រាន់តែពេលខ្ញុំញ៉ាំឆ្អែតដល់ឥឡូវហ្នឹងអីគឺថាអំពូលខ្ញុំពេញទាំងអស់ចាខ្ញុំដល់ពេលខ្ញុំឃ្លានគឺខ្ញុំនេះហើយឆ្ងល់ត្រង់ចេះពេលយើងហ៊ានមកក៏មិនឃ្លានហើយហត់អស់កម្លាំងចឹងផងណាដល់ពេលយើងសម្រាប់លំហែដល់ថ្ងៃយើងដើរលេងយើងបែរជាឈឺក្បាលអត់លហែអត់យល់ចាចឹងសម្រាប់គ្រប់ចុងក្រោយជីវិតរបស់អ្នកទាំងអស់គ្នានឹងទទួលបាននៅអ្វីដែលអ្នកទាំងអស់គ្នាបានរៀបចំអ្វីដែលអ្នកគ្នាកំពុងតែរងចាំអ្វីដែលអ្នកគ្នាបានធ្វើការសម្រេចចិត្តកន្លងមកព្រោះអ្នកទាំងអស់គ្នាបានធ្វើការសម្រេចចិត្តលើរឿងហ្នឹងហើយអញ្ចឹងតិចទៀតលទ្ធផលគឺនឹងមកដោយការរំពឹងទុករបស់អ្នកទាំងអស់គ្នាតែម្ដងអញ្ចឹងខ្ញុំសូមសារ confirm ចុងក្រោយសម្រាប់អ្នកដែលគាត់ជឿរើក្រុមភាសា Angel ភាសា Universe តើមានអ្វីចង់ប្រាប់បងដែរឬទេយកអី Final balance ហ្នឹងយកអត់ទេ
ចាចឹងគេឲ្យយើង change habit របស់យើងផងណាជាមើលទម្លាប់នៃការចាយវាយរបស់យើងអីផងចាប្លាឡើងវិញចឹងទៅចឹងអ្នកទាំងអស់គ្នាចង់កក់មើលការនេះក៏បានអ្នកនរគ្នាត្រូវដឹងថាកម្មវិធីពេលនេះឥឡូវហ្នឹងគឺទទួលមើលតែសម្រាប់អ្នកដែលកក់កម្មវិធីនៅបាលីតែប៉ុណ្ណោះអ្នកផ្សេងដែលគាត់អត់ដឹងឬក៏គាត់អត់ទាន់មានលទ្ធភាពជាមួយនឹងកម្មវិធីនៅបាលីនេះអ្នកទាំងអស់គ្នាអាចចាំសិនចាំខ្ញុំត្រឡប់ទៅវិញចាប៉ុន្តែបើគ្រាន់តែប្រាប់ថាត្រឡប់ទៅវិញក៏តម្លៃមិនសូវជាខុសគ្នាហ្មងណាពួកអីមកណាគឺថាវឹកហាត់ជាគុណស្បើមចាចំណាយទាំងខេណាចានិយាយចឹងណាចឹងហើយចង់មើលថាមពលដីខ្មែរថាមពលដីបាលីអ្នកនេះសម្រាប់ចិត្តខ្លួនឯងចោះចានិយាយតែប៉ុណ្្នឹងទេសម្រាប់ខ្ញុំបងស្គាល់ខ្ញុំនឹងដឹងថាខ្ញុំគឺទៅមុខជាងនេះហើយអ្នកនេះដឹងថា road reading នៅបាលីគឺថ្លៃណាស់និយាយទៅសឹងត50-60រៀល80រៀលតម្លៃធូរថ្លៃធ្វើមិនធូរថ្លៃតម្លៃទូទៅធម្មតាហ្មងសូម្បីតែខ្ញុំកក់ម៉ោងគេហើយត្រូវកក់ម៉ោងគេទៀតចាមិនចេះតែយើងទៅប្រៃទៅឆ្កយទេពួកគេ reading នៅនេះគេ reading ជាមួយនឹង spirit ជាមួយនឹង energy មិនមែនចេះតែទទួលមិនមែនចេះតែធ្វើមិនមែនយើងចេះតែចង់ទៅឆ្កយដូចអ្នកទាំងអស់គ្នាចង់ឆាតមកខ្ញុំអធិស្ឋានបងហើយដែលសັບឆាតមកខ្ញុំដឹងណាមិនមែនអ្នកគ្នាឆាតមកឆ្កយចង់មើលបានមើលទេមែនទេហើយរឿងហ្នឹងគឺដឹងហើយរឿងទី1ដែលខ្ញុំចង់ warning ទៅអ្នកទាំងអស់គ្នាខ្ញុំគឺជា tarot reader read ជាមួយនឹង energy ហើយនឹង spirit តើតើអ្នកទាំងអស់គ្នាមាន energy អ្នកទាំងអស់គ្នាមាន spirit បើអ្នកទាំងអស់គ្នាមកមើលមកខ្ញុំកើតclear គ្នាត្រង់ចិត្តកន្លែងហ្នឹងណាមានបងមកជំនាន់គឺអត់យល់មកជុំខ្ញុំពេលខ្លះចាក់ទៅគឺអត់ជ្រាបទៀតអញ្ចឹងប្រហែលជាបងមិនមែននៅលើផ្លូវហ្នឹងហើយក៏បងមិនមែនជាអ្នកដែលត្រូវមករកខ្ញុំត្រូវដែរបងអាចទៅរកអ្នកផ្សេងទៀតដែលគេជាប្លាអីអញ្ចឹងទៅណាគេមើលបែបធម្មតាអីសម្រាប់ខ្ញុំបើបងមកបងអត់មានថាមពលបងអត់មានផ្លូវចិត្តដែល healing ខ្លួនឯងបងមកអត់ស្គាល់អីសោះហ្មងenergy អត់ស្គាល់អីគេ universe អត់ស្គាល់អី space spirit អត់ស្គាល់អី healer light worker ខ្ញុំលើកដៃហ្មងគឺថាកុំមករកខ្ញុំអីអត់ត្រូវគ្នាទេនិយាយអត់ចូលគ្នាទេបងតន់ណាមិនខ្ញុំអត់ចង់ទទួលប្លាទេប៉ុន្តែខ្ញុំដឹងអំពីកតាបកិច្ចនិងទូនទីរបស់ខ្ញុំចឹងខ្ញុំអត់ចង់ខាតធម៌ពលខ្ញុំក៏អត់ចង់ខាតពេលវេលាខ្ញុំចង់ឲ្យបងខាតពេលវេលាមួយខ្ញុំក៏ខាតពេលវេលាជាមួយបងមួយខ្ញុំរៀងរវល់ដែរចារឿងភារៈមិនមែនជាការសម្ដែងទេតែវាជាការពិតអញ្ចឹងណាចឹងហើយកុំឲ្យខាតពេលវេលាទាំងសងខាងចាំថ្ងៃណាមួយដែលបងស្ដាប់វីដេអូខ្ញុំយល់បងដឹងថាស្អីដែលខ្ញុំចង់និយាយទូនទីឬក៏កតាបកិច្ចខ្ញុំកំពុងតែបង្ហាញពីអីពេលខ្លះបងអាន caption ក៏បងយល់ដែរចាពួកលើ caption ខ្ញុំសរសេរអស់ហើយសម្រាប់អ្នកដែលនៅលើ platform ផ្សេងបើអ្នកនៅលើតអ្នកគ្នា pin ទៅលើ bio អ្នកគ្នាឃើញគ្រប់ចាងហើយចាអញ្ចឹងចង់ដឹងថាខ្ញុំធ្វើអីគេបានខ្លះអ្នកគ្នាអានអសតែប៉ុណ្្នឹងទៅយល់ហើយណោះតែបើថាខ្ញុំដឹកនាំអ្នកទាំងអស់គ្នាចោលបង្ហាញអ្នកទាំងអស់គ្នានិយាយអំពីរឿងការធ្វើបុណ្យធ្វើទានដោយសារអីធម្មតាយើងគោរពសាសនាអញ្ចឹងវាតែងតែមានជំនឿសាសនាអមមកជាមួយនឹងការបង្ហាញផ្លូវអីផ្សេងព្រោះខ្ញុំអត់អាចនៅសុកដឹកនាំអ្នកទាំងអស់គ្នាspirit sword lighting sword ឯមែននេះចាវាត្រូវតែមានអីមានទៀនមានអីគ្រឿងអីផ្សេងអីចឹងទៅចាខ្ញុំនៅពាក់កថានៅពាក់អីធម្មតាចាទោះជាខ្ញុំដើរនៅលើផ្លូវហ្នឹងក៏មិនមានន័យថាសាសនាខ្ញុំទុកឆាអត់ខ្វល់ទេអត់ទេគឺទៅទាំងព្រមទៅទាំងកសងទៅជាមួយគ្នាឆាខ្ញុំនិយាយមកណាខ្ញុំនិយាយជាមួយនឹង facilitator ខូចទាំងអស់ទូទាំងប្រភពលោកគ្រប់ជាតិសាសន៍ខ្ញុំគឺជា beginner បំផុតដែលនិយាយរឿងហ្នឹងនិយាយមែនតែបើសិនជាក្រុមខ្ញុំ beginner ហើយមូលដ្ឋានគ្រឹះបំផុតបងមកជំនាន់អត់យល់បងមកជំនាន់អត់ដឹងស្ដាប់អត់យល់ស្ដាប់អត់ជ្រាបស្ដាប់អត់ដឹងថាមានន័យថាមិនមានន័យថាបងអាចនឹង beginner ជាងខ្ញុំទៀតអញ្ចឹងជាយាមមិនមែនមានន័យថាយើងអត់ចេះយើងតាមអត់តន់យើងប្រឡែងណូបើសិនជាបងតាំងចិត្តតាំងកាយថាវាមកឈិញជាមួយបងដែរវាត្រូវជាមួយនឹងធម៌ពលបងដែរបងសិក្សាបងព្យាយាមស្រាវជ្រាវបងព្យាយាមស្ដាប់ឲ្យយល់ស្ដាប់ម្ដងមិនយល់បងស្ដាប់តទៅយល់ថ្ងៃណាមួយបងនឹងអ្វីគ្នាធម្មតាស្អីក៏ដោយនៅពេលដែលយើងជួបលើកទី1យើងអត់ស៊ាំជាមួយវាតែពេលដែលយើងធ្វើវាដដែលទៅវានឹងស៊ាំនៅក្នុងថ្ងៃណាមួយដូចគ្នាតែមកខ្ញុំដើរមកដល់ចំណុចខ្លីអ្នកគ្នាខ្ញុំស្ដាប់ tarot reading នេះចូល6ឆ្នាំហើយដឹងចាតើមកខ្ញុំដើរមកដល់ចំណុចកន្លែងនេះហ្នឹងណាគឺខ្ញុំស្គាល់ tarot reading ហ្នឹង6ឆ្នាំហើយខ្ញុំដឹងថា tarot reading ហ្នឹងគេអានក្នុងគោលបំណងអីជួយអីរឿងអីចឹងណាអ្នកទាំងអស់គ្នាក៏គួរតែធ្វើដូចគ្នា